Just Rep champion yes, robot. he would like to prepare something first. Bây giờ em tuy mà anh mỗi hay muốn chưa khi mai ở mấy tay hay ta muốn hai đấy ban chỉ nhầm ban mai khơi ta muốn hai đấy ban chỉ nhầm đã là lô ca các nhiên hay mà anh một top mới nhưng mình cặp lọc đâu hay khơi mai khơi nhầm pháp đâu nó là xa với hay một chiếc mà anh khơi thay nhầm pháp đôi xa tại vì số bàn rồi xa nhầm tập trung xuống chân hay nhầm tay thay vì các anh tại vì số hay mà anh các bạn tập trung chưa vì số nhớ hay sao đó ខ្ញុំចង់និយាយពីជីវិតកូនប្រុសរបស់ខ្ញុំនៅពេលដែលកូនប្រុសរបស់ខ្ញុំពេលជាប់គ្រឿងញៀនទៅមកកូនប្រុសរបស់ខ្ញុំឈ្មោះចម្រើនហ្នឹងតែពេលដែលគេកែប្រែគឺខ្ញុំចង់និយាយថាមុនពេលដែលគេជាប់គ្រឿងញៀនសភាពការមុនគេល្អណាស់ពេលគេនៅតូចអាយុប្រហែលជា16 ឆ្នាំគេតែងតែគិតពីរឿងជីវភាពក្នុងគ្រួសារគេតែងតែនិយាយថាខ្ញុំធំទៅខ្ញុំនឹងជួយម៉ាក់នៅពេលដែលគេធំចូលរៀនថ្នាក់ទី11ពេលនោះខ្ញុំសង្កេតឃើញកូនខ្ញុំផ្លាស់ប្ដូរអត្តចរិតអត់ដូចកាលនៅពីទូចអាយុ15 16 17ហើយខ្ញុំតែងតែសង្កេតឃើញថាប្រហែលជាកូនខ្ញុំជាប់គ្រឿងញៀនហើយអញ្ចឹងពេលនោះ ពេលថ្ងៃមួយហ្នឹងកូនខ្ញុំបាត់ពីផ្ទះប្រហែលជា 4-5 ថ្ងៃហើយខ្ញុំក៏បានទទួលដំណឹងពីប្អូនប្រុសរបស់ខ្ញុំថាកូនខ្ញុំជាប់គ្រឿងញៀនជក់គ្រឿងញៀនខ្លាំងប្រកាច់នៅផ្ទះរបស់គេចុះហើយខ្ញុំសម្រេចចិត្តថាមិនដឹងថាគិតយ៉ាងណាយកកូនខ្ញុំទៅកែប្រែបានទេខ្ញុំមានតែយកទៅកន្លែងមណ្ឌលកែប្រែហើយណាមួយខ្ញុំគិតថានៅកន្លែងមណ្ឌលកែប្រែមានក៏ពួកក្រុមសាសនាព្រះយេស៊ូវគេបានទៅបង្រៀនអប់រំចិត្តណែនាំផ្លូវចិត្តបានល្អអញ្ចឹងហើយខ្ញុំយល់ថាកន្លែងមណ្ឌលហ្នឹងមាន ពួកជនជាតិបរទេសជាច្រើនទៅអប់រំខាងផ្លូវចិត្តចុះហើយខ្ញុំសម្រេចចិត្តថាយកកូនប្រុសខ្ញុំទៅដាក់ក្នុងមណ្ឌលកែប្រែពេលនោះបានប្រហែលជា1 ខែខ្ញុំតែងតែប្រាប់គេថាកូនស្ដាប់ការណែនាំពួកគ្រូដែលជាជនជាតិបរទេសហើយគាត់ផ្នែកខាងសាសនាយេស៊ូវហ្នឹងកូនស្ដាប់គេទៅការទូន្មានរបស់គេគឺល្អណាស់អញ្ចឹងកូនខ្ញុំតែងតែស្ដាប់ខ្ញុំហើយ ខាងពួកជនជាតិបរទេសដែលជាកាន់សាសនារបស់ព្រះយេស៊ូវហ្នឹងក៏ព្យាយាមទៅអប់រំក្មេងៗក្នុងមណ្ឌលរាល់ថ្ងៃអាទិត្យចាហើយកូនខ្ញុំឃើញថាកូនខ្ញុំកែប្រែបន្តិចហើយ ហើយគេប្រាប់ខ្ញុំថាខ្ញុំនឹងកែខ្លួនខ្ញុំនឹងខំកែខ្លួនហើយខ្ញុំចេញទៅវិញខ្ញុំនឹងទៅរៀនហើយខ្ញុំស្ដាប់បង្គាប់គ្រូដែលគាត់មកអប់រំផ្លូវចិត្តផ្នែកសាសនាហ្នឹងហើយខ្ញុំថាកូនឯងខំប្រឹងស្ដាប់គាត់ទៅគាត់ល្អណាស់អញ្ចឹងខ្ញុំយល់ថាកូនខ្ញុំច្បាស់ជាមានព្រះយេស៊ូវនៅក្នុងចិត្តខ្លះហើយអញ្ចឹងខ្ញុំពីដើមមកខ្ញុំធ្លាប់ទៅព្រះវិហារដែរខ្ញុំក៏យល់អំពីសាសនាយេស៊ូវគឺឃើញថាសាសនាយេស៊ូវជាសាសនាដ៏ល្អហើយព្រះអង្គតែងតែ
មានបន្ទូលថាមនុស្សគ្រប់រូបត្រូវតែធ្វើអំពើល្អគឺបន្ទូលរបស់ព្រះអង្គឲ្យមនុស្សគ្រប់រូបទៅផ្លូវល្អទាំងអស់ចឹងហើយខ្ញុំចេះតែបញ្យល់កូនរបស់គ្រូគង្វាលដែលទៅបង្រៀននៅមណ្ឌលកែប្រែហ្នឹងចឹងពេលកូនខ្ញុំចេញពីសាលាកែប្រែមកកូនខ្ញុំបានសម្រេចចិត្តថាម៉ែខ្ញុំនឹងលះបង់គ្រប់បែបយ៉ាងទាំងអស់ហើយខ្ញុំក៏មានចិត្តគំនិតជឿទៅព្រះយេស៊ូវខ្ញុំប្រហែលជាដើរតាមព្រះយេស៊ូវហើយអញ្ចឹងខ្ញុំមានសេចក្តីត្រេកអរយ៉ាងខ្លាំងនៅពេលដែលកូនខ្ញុំនិយាយមកថាគេនឹងកែប្រែខ្លួនគេនឹងខំរៀនសូត្រហើយគេនឹងស្ដាប់បង្គាប់គ្រូខាងសាសនាយេស៊ូវហ្នឹងខ្ញុំមានសេចក្តីត្រេកអរយ៉ាងខ្លាំងចាហើយខ្ញុំអត់មានកង្វល់អីទៀតទេព្រោះខ្ញុំសង្កេតឃើញកូនខ្ញុំកែប្រែមួយថ្ងៃទៅមួយថ្ងៃម្ដងបន្តិចម្ដងបន្តិចរហូតដល់គេព្យាយាមខ្លួនឯងតាក់ទងគ្រូខាងសាសនាយេស៊ូវហ្នឹងឲ្យជួយបង្រៀនជួយអប់រំផ្លូវចិត្តគ្រប់បែបយ៉ាងចាហើយកូនខ្ញុំប្រាប់ថាម៉ែឈប់បបាក់ចិត្តទៀតទៅខ្ញុំនឹងលះបង់ហើយអ្វីដែលពីមុនមកខ្ញុំត្រូវតែបំភ្លេចចោលចឹងខ្ញុំគ្មានអីនឹងព្រួយបារម្ភអីទៀតទេនៅពេលដែលកូនខ្ញុំកែខ្លួនហ្នឹងខ្ញុំសប្បាយមែនទែនខ្ញុំត្រេកអរមែនទែនដោយថាកូនខ្ញុំច្បាស់ជាមានព្រះយេស៊ូវនៅក្នុងចិត្តច្បាស់ជាព្រះយេស៊ូវតាមថែរក្សាកូនខ្ញុំមិនឲ្យកូនខ្ញុំវាចវេបែកចិត្តទៅណាទៀតទេចុះខ្ញុំសូមឧទ្ទិសឋានសូមឲ្យព្រះអង្គតាមថែរក្សាកូនខ្ញុំទាំងអស់ក្រុមគ្រួសារខ្ញុំទាំងអស់សូមព្រះអង្គជួយតម្រង់ផ្លូវកូនប្រុសខ្ញុំចម្រើនហើយនឹងកូនប្រុសខ្ញុំផ្សេងទៀតឲ្យធ្វើដោយចម្រើនពីព្រោះចម្រើនកាលពីមុនជីវិតគេលំបាកណាស់លំបាកគ្រប់បែបយ៉ាងរហូតដល់ជប់គ្រឿងញៀនខ្លាំងអស់សង្ឃឹមក្នុងជីវិតសំបីតែរូបខ្ញុំជាម្ដាយក៏ខ្ញុំឈប់សង្ឃឹមថាខ្ញុំគ្មានផ្លូវណានឹងជ្រើសរើសដើម្បីកែខ្លួនកូនឲ្យល្អទេតែសំណាងល្អណាស់តែកូនខ្ញុំបានមានជំនឿទៅលើព្រះយេស៊ូវចា៎ខ្ញុំសប្បាយរីករាយណាស់ចា៎ហេតុអីបានជាម៉ែឯងទទួលជឿព្រះយេស៊ូវតាមរយៈហេតុអីបានជាម៉ែឯងឃើញខ្ញុំទទួលព្រះយេស៊ូវហើយម៉ែឯងចង់ទទួលព្រះយេស៊ូវដែរខ្ញុំចង់និយាយពីជីវិតពិតរបស់ខ្ញុំតែខ្ញុំបានមានជំនឿទៅលើព្រះយេស៊ូវពីព្រោះពីមុនមកខ្ញុំអត់ដែលនិយាយប្រាប់កូនថាខ្ញុំមានព្រះយេស៊ូវនៅក្នុងចិត្តទេកាលនោះខ្ញុំទៅតែរៀបការបាន2ឆ្នាំតែខ្ញុំអត់ចង់និយាយរឿងនេះឲ្យកូនខ្ញុំទាំងអស់គ្នាដឹងទេពីឆាកជីវិតរបស់ខ្ញុំពីព្រោះឆាកជីវិតរបស់ខ្ញុំបើខ្ញុំនិយាយព្រោះវាពាក់ព័ន្ធនឹងអារម្មណ៍កូនធ្វើឲ្យកូនមិនសប្បាយចិត្តហើយពេលណាដែលខ្ញុំនិយាយគឺខ្ញុំទប់អារម្មណ៍មិនបានគឺត្រូវតែបង្ហូរទឹកភ្នែកចា៎ហើយខ្ញុំអ្វីពីមុនមកមុនដែលខ្ញុំជឿព្រះយេស៊ូវគឺខ្ញុំមានប្រវត្តិរបស់ខ្ញុំដែលធ្វើឲ្យខ្ញុំឈឺចាប់ខ្ញុំត្រូវតែលះបង់សាសនាព្រះពុទ្ធខ្ញុំសូមនិយាយពីឆាកជីវិតរបស់ខ្ញុំមុនដែលខ្ញុំមានព្រះយេស៊ូវស្ថិតនៅក្នុងចិត្តខ្ញុំមានជំនឿជឿទៅលើព្រះយេស៊ូវពីព្រោះថាកាលដែលខ្ញុំរៀបការបានអាយុ22ឆ្នាំខ្ញុំរៀបការពីអាយុ20ឆ្នាំដល់អាយុ22ឆ្នាំខ្ញុំជួបនៅការឈឺចាប់ដោយសារប្តីខ្ញុំធ្វើបាបខ្ញុំគេចូលចិត្តមានប្រពន្ធនៅក្រៅ
ពេលដែលខ្ញុំនិយាយជាមួយគេធ្វើបាបគេវាយខ្ញុំគេយកស្បែកជើងគេពាក់ស្បែកជើងជឿនក្បាលខ្ញុំពេលហ្នឹងខ្ញុំមានការឈឺចាប់ខ្លាំងណាស់តែខ្ញុំអត់ទាន់មានកូនទេក៏ខ្ញុំសម្រេចចិត្តថាខ្ញុំនឹងចាក់ចេញពីផ្ទះឲ្យឆ្ងាយដើម្បីកុំឲ្យជួបប្តីរបស់ខ្ញុំពេលនោះខ្ញុំក៏ទៅវត្តលោកសង្ឃមកពីស្រុកថៃមួយអង្គហ្នឹងមកលេងនៅវត្តស្រុកខ្មែរនៅតាមព្រំដែនខ្មែរថៃហើយខ្ញុំក៏សុំលោកសង្ឃហ្នឹងទៅរស់នៅប្រទេសថៃតែលោកសង្ឃថៃថាអ្នកនឹងកោសក់ឲ្យអស់ហើយអ្នកនឹងស្លៀកពាក់សខ្ញុំយកអ្នកទៅបានពេលនោះខ្ញុំក៏សម្រេចចិត្តថាខ្ញុំត្រូវតែចាក់ចេញឲ្យឆ្ងាយពីប្តីរបស់ខ្ញុំព្រោះប្តីខ្ញុំកាចណាស់សាហាវគេចូលចិត្តផឹកស្រាហើយពេលនិយាយខ្លាំងគេវាយខ្ញុំចាខ្ញុំទៅឲ្យឆ្ងាយពីគេដើម្បីតែនៅឲ្យឆ្ងាយឲ្យមានការស្ងប់ស្ងាត់ហើយលោកសង្ឃនោះក៏ប្រាប់ថាខ្ញុំកោសក់អស់ស្លៀកពាក់សឲ្យស្លៀកពាក់សហើយក៏ខ្ញុំសម្រេចចិត្តទៅកោសក់ឲ្យខ្ញុំលះបង់អស់សម្បីតែចិញ្ចើមនេះក៏គ្មានដែរហើយខ្ញុំស្លៀកពាក់សរួចបែរទៅរកលោកសង្ឃបាត់ទៅចោលខ្ញុំបាត់អញ្ចឹងខ្ញុំមានការឈឺចាប់2ដងខ្ញុំសម្រេចចិត្តថាបើសិនជាខ្ញុំមិនបានចេញពីផ្ទះទៅនៅប្រទេសថៃទេនៅពេលដែលខ្ញុំអត់មានសក់ក្បាលនៅពេលដែលខ្ញុំអស់ចិញ្ចើមខ្ញុំមានការឈឺចាប់យ៉ាងខ្លាំងខ្ញុំអាចវិលទៅផ្ទះវិញទេចុះខ្ញុំប្រហែលខ្ញុំសម្លាប់ខ្លួនឯងតែបានម្ដាយខ្ញុំចេះតែនិយាយប្រាប់ខ្ញុំថាកូនកុំគិតខ្លីឲ្យសោះកូនត្រូវដេកគិតឲ្យវែងឆ្ងាយពីព្រោះជីវិតយើងអាចកសាងអ្វីៗបានទៀតកូនកុំគិតច្រើនថ្ងៃក្រោយសក់ក្បាលកូននឹងដោះវិញចុះខ្ញុំសម្រេចចិត្តថាតើខ្ញុំទៅណាទៀតពេលនោះខ្ញុំយំរាល់ថ្ងៃរយៈពេល 3-4 ខែខ្ញុំអត់ចង់រស់ទេដល់ពេលនោះមកបងប្រុសខ្ញុំបងទី1ខ្ញុំគេធ្លាប់ធ្វើគ្រូបង្រៀនផ្នែកសាសនាព្រះយេស៊ូវគេក៏ប្រាប់ខ្ញុំថាកុំគិតច្រើនបងនឹងនាំប្អូនទៅព្រះវិហារទៅស្ដាប់គេនិយាយទៅស្ដាប់បន្ទូលរបស់ព្រះអង្គពេលនោះខ្ញុំក៏ទៅតាមបងប្រុសខ្ញុំទៅលេងព្រះវិហារតែខ្ញុំអត់ទាន់ដឹងថាតើព្រះយេស៊ូវល្អប៉ុណ្ណាតើព្រះយេស៊ូវយ៉ាងណាខ្ញុំអត់ទាន់ដឹងនៅពេលនោះខ្ញុំទៅជាមួយបងប្រុសខ្ញុំមួយអាទិត្យទៅម្ដងពេលនោះខ្ញុំក៏មានចិត្តមួយថាខ្ញុំមានចិត្តមួយថាខ្ញុំនឹងចាប់យកសាសនាព្រះយេស៊ូវមួយពីព្រោះwe don't have anything that we want. We don't have. We sis try to explain about story. So we want how God changed my life and why she became Christian. But the I want to stop.
I don't want her to talk about, to share about her story because it makes her remember and hurt. Jesus wants him, God wants him to format that past. I don't want her to be pain anymore with her past. So I just want her express how God changed my life and why she became Christian because of me. So that's why I don't want this book. Yeah. Okay. Lấy mà nhân như mặt dầu á nè. Bây giờ nhưng mà rồi thì muối nhưng trong đằng ta bàn phát đồ nhom dạng mạch cài bài nhom dạng mạch hay nó pe chơi ta hay thấy nó pe đẹp mặt khơi nhom cài bài đòi nhom bàn tua chưa về Giêsu hay mặt có tua chưa về Giêsu đài chẳng này hay rừng Việt tại cá vì ăn chăm bát mình video này thì vì nó pe mà ai về trên nó vì ông thưa ai mà ai mình cả chính xác thưa ai mà ai mình cả rừng thuần chất chẳng pre mình ai mà ai luôn đây chỉ mười năm ngày tất cả thì pre cứ chẳng ai mà ai luôn đây chỉ mười năm chục ban hay là cột chẳng ai mà ai mình gì chẳng ai mà ai tục nào vậy đang chịu hiệp khiêm crom tục nào vậy hiệp chui chặt còn lo mà ai có thể cứ anh ấy ní dương họ bị ổi cứ dương có ở trong ca thì muốn về mua là hai ấy ban thì nhom chuyên là đầu ca đã thành nhiều hay ai vậy chú sai ca nhom ta thành niên cứ mà ai về chơi mà khơi bị play hay top mà giang có đăng thật nhom ta thành niên hay mà dạ cái má có đăng thành nhom nên thì về chứ này hay cái má ta bị ban thấy nhom có đăng thời mấy nhom ăn thơm hay chun về từ đồ cà trái hay ta bị đâu má cái bát hạt nhom cái ban đã tu chịu về Giêsu hay chặt bị về đâu má cái có những cái phát đồ tràn hay cần bị khơi nhom khơi cái phát đồ tràn nhom cóสำหรับจัดแท้พระเยซูปัจจุบันในหาทุนก็รับรู้ชื่อพระเยซูได้ให้ถึงจัดแท้แปรมันจังไอ้ไอ้มีพี่เรียนหนึ่งปัจจุบันการให้หนึ่งนะกดมีใครสังคมหนึ่งมีกำลังนะแต่ละกดมันไอ้มันจังเคยไอ้มีพี่ตกเรียนตกหนึ่งผู้ดำปลาจอดที่สิ4 នាទីតែកំណត់តែឯងតែនិយាយមិនច្រើនខ្ញុំនិយាយពីជីវិតឥឡូវសម្រួលអារម្មណ៍ណាសម្រួលតែចាំនិយាយអ្វីដែលក្នុងចិត្តមកឯងដូចតែមកឯងនិយាយធូរចឹងពេលខ្ញុំមិនប្រាថ្នាញៀនហេតុអីបានខ្ញុំប្រាថ្នាញៀនហើយថាមានអ្វីកើតឡើងពេលប្រាថ្នាញៀនហើយម៉ែជួយខ្ញុំទៅកន្លែងណាហើយខ្ញុំបានទទួលជឿព្រះយេស៊ូវនៅពេលនោះហើយព្រះយេស៊ូវផ្លាស់ដូរខ្ញុំយ៉ាងណាហើយម៉ែទទួលជឿព្រះយេស៊ូវតាមរយៈខ្ញុំបានរបៀបណាហើយចាប់បាននិយាយចាប់ពីនៅពងចាមបាច់ពងចាមនិយាយចាប់ពីខ្ញុំមកសៀមរាបត្រឹមថ្នាក់ទី11កាលពីមុនខ្ញុំជាមិនហើយទៅពេលខ្ញុំប្រាថ្នាញៀនខ្ញុំដឹង
bạn đấy về dây ập miền địa số Cynic question. Cynic question. Your son became a drug addict. But he changed and became a Christian. How did that affect your life? Cô đã bỏ mẹ bạn khai cho chia nhận các người nhiều hay có bà mát bạn bắt đầu ta đòi bạn tôi về Giêsu hay các bạn bắt đầu ta mẹ miền làm dạng đây ពេលដែលកូនខ្ញុំជាប់គ្រឿងញៀនដែលគេមិនទាន់មានជឿព្រះយេស៊ូវកាលនោះនៅរៀនថ្នាក់ទី11គេប្រើប្រាស់គ្រឿងញៀនខ្លាំងក៏ដល់ប្រកាច់ពេលដែលខ្ញុំឃើញកូនខ្ញុំប្រកាច់ក៏ប៉ូលីសយកមកដាក់នៅក្នុងមន្ទីរពេទ្យដាក់ក្នុងមន្ទីរពេទ្យដាក់3ថ្ងៃប្រើថ្នាំដាក់សេរ៉ូមដាក់អីទៅពេលដែលកូនខ្ញុំដឹងខ្លួនឡើងក៏ខ្ញុំបញ្ជូនទៅទុកកន្លែងមណ្ឌលកែប្រែរយៈពេល4ខែអញ្ចឹងកូនខ្ញុំនៅក្នុងមណ្ឌលកែប្រែកូនខ្ញុំមានគំនិតមួយថានឹងកែប្រែខ្លួនហើយទទួលពួកក្រុមគ្រូបង្រៀនព្រះសាសនាព្រះយេស៊ូវទៅអប់រំផ្លូវចិត្តនៅក្នុងមណ្ឌលក៏កូនខ្ញុំមានចិត្តថានឹងស្ដាប់បង្គាប់ការទូន្មានពីគ្រូបង្រៀនផ្នែកសាសនាយេស៊ូវពេលនោះកូនខ្ញុំបានប្រាប់ខ្ញុំថាម៉ាក់ខ្ញុំនឹងកែខ្លួនហើយខ្ញុំមានព្រះយេស៊ូវនៅក្នុងចិត្តហើយខ្ញុំនឹងដើរតាមកន្លងដើរតាមការណែនាំពីព្រះចឹងម៉ាក់កុំខ្វាយខ្វល់អីទៀតជីវិតរបស់ខ្ញុំពីមុនខ្ញុំនឹងបំភ្លេចចោលអ្វីៗដែលកើតឡើងសម្រាប់ខ្លួនខ្ញុំពីមុនមកខ្ញុំនឹងខំកែប្រែខ្លួនខ្ញុំឲ្យទៅជាមនុស្សល្អអញ្ចឹងខ្ញុំយល់ថាកូនខ្ញុំច្បាស់ជាជឿព្រះយេស៊ូវហើយពីព្រោះមានគ្រូព្រះយេស៊ូវគ្រូបង្រៀនខាងសាសនាយេស៊ូវទៅអប់រំជារៀងរាល់អាទិត្យអញ្ចឹងដល់ពេលដែលខ្ញុំឃើញកូនខ្ញុំកែខ្លួនរហូតដល់បានចូលសាលារៀនវិញកូនខ្ញុំក៏ព្យាយាមខ្លួនឯងដើម្បីទៅរៀនបន្តទៀតអញ្ចឹងខ្ញុំក្នុងចិត្តខ្ញុំក៏មានដូចកូនខ្ញុំដែរថាប្រហែលជាព្រះយេស៊ូវបានជួយកូនខ្ញុំឲ្យកូនខ្ញុំទៅផ្លូវល្អហើយអញ្ចឹងខ្ញុំមានសេចក្តីរីករាយយ៉ាងខ្លាំងនៅពេលដែលឃើញកូនខ្ញុំកែប្រែខ្លួនកូនខ្ញុំបានប្រាប់ខ្ញុំថាព្រះយេស៊ូវល្អណាស់ម៉ែថ្ងៃក្រោយខ្ញុំនឹងគោរពខ្ញុំនឹងស្ដាប់បន្ទូលព្រះអង្គរហូតចឹងខ្ញុំក៏សប្បាយចិត្តដែរពីព្រោះថាខ្ញុំឃើញកូនខ្ញុំកែខ្លួនខ្ញុំជឿថាកូនខ្ញុំមានជំនឿព្រះយេស៊ូវខ្លាំងទៅព្រះយេស៊ូវតាមជួយថែរក្សាកូនខ្ញុំជួយតម្រង់ផ្លូវកូនខ្ញុំចឹងខ្ញុំក៏សម្រេចចិត្តថាបើកូនខ្ញុំបានល្អហើយខ្ញុំក៏សម្រេចចិត្តជឿព្រះយេស៊ូវតាមរយៈកូនខ្ញុំដែរពីព្រោះមានតែព្រះយេស៊ូវទេដែលអាចជួយកូនខ្ញុំជួយក្រុមគ្រួសារខ្ញុំឲ្យបានមានសន្តិភាពចឹងរាល់ពេលដែលខ្ញុំឃើញកូនល្អខ្ញុំមានសេចក្តីរីករាយពេលយប់ឡើងខ្ញុំតែងតែអធិដ្ឋានទៅដល់ព្រះអង្គសូមឲ្យព្រះអង្គជួយថែរក្សាក្រុមគ្រួសារខ្ញុំនិងកូនប្រុសខ្ញុំឲ្យបានរៀនបន្តឲ្យចប់
ពីព្រោះខ្ញុំពីមុនមកខ្ញុំជួបការលំបាកជាច្រើនដោយសារតែប៉ះកូនជួបជក់គ្រឿងញៀនហើយជីវភាពរបស់ខ្ញុំក៏យ៉ាប់ខ្ញុំមិននឹកស្មានថាកូនខ្ញុំបានរៀនទេខ្ញុំគិតថាកូនខ្ញុំគ្មានអនាគតនឹងល្អអង្កេតទេពីព្រោះកូនខ្ញុំមិនគិតពីអ្នកណាណែនាំគេណែនាំក៏កូនខ្ញុំមិនសូវស្ដាប់តែល្អដែរពេលដែលទៅមណ្ឌលមានគ្រូព្រះយេស៊ូវគ្រូបង្រៀនខាងផ្លូវចិត្តឲ្យជឿខាងសាសនាយេស៊ូវហ្នឹងប្រឹងទាញប្រឹងអប់រំចុះកូនខ្ញុំក៏ខំស្ដាប់គេដែរចុះខ្ញុំគ្មានអីនឹងមន្ទិលសង្ស័យទៀតទេខ្ញុំវិរៈសន័យហួតសុខុមជាអនុប្រធានមជ្ឈមណ្ឌលស្ដារនីតិសម្បទានញៀនគ្រឿងញៀនខេត្តសៀមរាបនិងជាអ្នកឯកទេសព្យាបាលបន្សាបជាតិពុលពីគ្រឿងញៀននិងជាគ្រូអប់រំដល់ពួកគេដែលញៀនថ្នាំញៀនដែលបានស្នាក់នៅក្នុងមណ្ឌលនេះហើយនៅក្នុងថ្ងៃនេះអូនចម្រើនដែលនឹកធ្លាប់រស់នៅក្នុងមណ្ឌលនេះក្នុងឆ្នាំ2007រយៈពេល4ខែដោយសារចម្រើនញៀនថ្នាំធ្ងន់ធ្ងរត្រូវក្រុមគ្រួសារដឹកយកទៅព្យាបាលនៅមន្ទីរពេទ្យរួចហើយចេញពីមន្ទីរពេទ្យគ្រួសារយកចម្រើនមកដាក់ក្នុងមណ្ឌលនេះដើម្បីឲ្យខ្ញុំជួយព្យាបាលបន្តនិងជួយអប់រំគេឲ្យក្លាយជាមនុស្សល្អទៅវិញហើយនៅពេលដែលចម្រើនមានការផ្លាស់ប្ដូរយ៉ាងច្រើនដោយទទួលការអប់រំអំពីខ្ញុំទន្ទឹមនោះយើងនៅក្នុងមណ្ឌលយើងក៏មានលោកគ្រូស្ម័គ្រចិត្តមួយនាក់ដែលជាជនជាតិហ្វីលីពីនឈ្មោះថាលោកណូអែលគាត់ក៏បានចូលមកជួយអប់រំរហូតដល់គាត់ជួយបណ្ដុះបណ្ដាលចម្រើនបន្តទៀតនៅពេលដែលចម្រើនចេញពីមណ្ឌលក្រោយមកទៀតខ្ញុំបានចាត់បញ្ជូនចម្រើនទៅចូលរួមក្នុងមហាមីទីងមួយនៅក្នុងខេត្តសៀមរាបដែលធ្វើឡើងដើម្បីរំលឹកនៅទិវាប្រឆាំងគ្រឿងញៀននៅក្នុងឆ្នាំ2008នៅពេលនោះចម្រើនបានរៀបរាប់អំពីគុណសម្បត្តិអំពីគុណវិបត្តិរបស់គេកន្លងមកឲ្យសាធារណជនរាប់ពាន់អ្នកដែលបានចូលរួមក្នុងមីទីងនោះឮដោយសេចក្តីក្លាហានរបស់ចម្រើនអញ្ចឹងនៅពេលនោះលេខាធិការដ្ឋានអាជ្ញាធរខេត្តប្រយុទ្ធប្រឆាំងគ្រឿងញៀនលោកបានផ្ដល់នូវអាហារូបករណ៍មួយកៅអីដល់ចម្រើនដើម្បីសិក្សានៅមហាវិទ្យាល័យបន្តឲ្យចប់មហាវិទ្យាល័យហើយក្នុងនាមខ្ញុំជាគ្រូនៅមណ្ឌលខ្ញុំក៏បានរៀបចំបែបបទដើម្បីឲ្យចម្រើនបានសិក្សារៀនសូត្រនៅមហាវិទ្យាល័យរហូតដល់ចម្រើនមានដល់នៅថ្ងៃនេះនៅពេលដែលចម្រើនបានជោគជ័យក្នុងការកែប្រែខ្លួនចម្រើនបានវិលចូលមកមណ្ឌលក្នុងមួយសប្តាហ៍2លើកដើម្បីជួយអប់រំក្មេងៗចំនួនចូលមណ្ឌលចំនួនក្រោយជាបន្តបន្ទាប់ឲ្យក្មេងពីក្រោយនេះដើរតាមចម្រើនដូចគ្នាឲ្យបានទទួលជោគជ័យនៅក្នុងជីវិតដូចគ្នាអញ្ចឹងការជួយដោយបន្តបន្ទាប់នេះធ្វើឲ្យក្មេងៗដែលមានកម្រិតយល់ដឹងមួយចំនួនមានការកែប្រែដូចចម្រើនយ៉ាងច្រើននៅក្នុងមណ្ឌលរបស់យើងខ្ញុំនេះមានការផ្លាស់ប្ដូរយ៉ាងច្រើនទន្ទឹមបន្ទាប់ជាបន្តបន្ទាប់ពី
ពីមួយឆ្នាំទៅមួយឆ្នាំធ្វើត្បិតតែមណ្ឌលនេះពុំសូវមានទេសភាពឬក៏ទីកន្លែងគួរឲ្យចាប់អារម្មណ៍ផ្នែកទេសចរពិតមែនប៉ុន្តែខ្លឹមសារនៃការអប់រំក្នុងកន្លែងនេះទទួលការអប់រំពីខ្ញុំផងទទួលការអប់រំពីលោកគ្រូជនជាតិហ្វីលីពីនផងពីក្រុមមិត្តរបស់លោកគ្រូហ្វីលីពីនមកពីគ្រប់ជនជាតិដែលគាត់បានស្គាល់ដូចជាជនជាតិអាមេរិកអង់គ្លេសវិទ្យាអាហ្វ្រិកពួកមកអូស្ត្រាលីហ្វីលីពីនដូចគ្នាក្តីក៏គេចូលមកជួយផ្ដល់កម្លាំងចិត្តដល់ក្មេងៗជំនាន់ទៅថែមទាំងចម្រើនមកជាប្រចាំសប្តាហ៍ទៀតអញ្ចឹងក្មេងៗដែលផ្ដាច់ថាមាននៅទីនេះពួកគាត់មានការផ្លាស់ប្ដូរយ៉ាងច្រើនដោយសារមានគ្រូប្លែកគិតចូលមកជួយអប់រំកែប្រែដល់ពួកគេបាទអរគុណ con chào ចាអញ្ចឹងនៅក្នុងក្រមការងារយើងបានធ្វើការជាមួយគ្នាច្រើនចាដូចជាលោកចម្រើនគាត់បានចុះធ្វើការអប់រំជាមួយយុវជននៅក្នុងសហគមន៍ហើយយើងក៏មានការសោកស្ដាយដែរដោយសារគាត់ធ្វើការបម្លាស់ទីពីសៀមរាបទៅរៀននៅភ្នំពេញចាហើយអញ្ចឹងយើងមិនអាចខាត់គាត់បានទេដោយសារវាជាតម្រូវការរបស់គាត់អញ្ចឹងក្នុងនោះយើងឃើញថាយើងមានការសោកស្ដាយខ្លាំងណាស់ដោយបាត់បង់រូបគាត់ដែលជាយុវជនសកម្មមួយនៅក្នុងកន្លែងយើងចាហើយកាកបាទក្រហមបានធ្វើការបណ្ដុះបណ្ដាលគាត់បានច្រើនហើយគាត់បានយល់ដឹងអំពីគ្រឿងញៀនបានច្រើនចាហើយក្តីសម័យរបស់គាត់គឺចង់ឲ្យយុវជននៅក្នុងសហគមន៍ទាំងអស់ក៏មានការប្រើប្រាស់គ្រឿងញៀនហើយคล้ายទៅជាយុវជនដែលល្អសម្រាប់សហគមន៍ឬក៏នៅក្នុងសង្គមទាំងមូលចា